តាមច្បាប់របងដែលសង់ធ្វើលើព្រំប្រទល់ដីតើត្រូវជាកម្មសិទ្ធិរបស់អ្នកណាជាអ្នកទទួលបន្ទុកសាងសង់ថែទាំនិងជួសជុលវាឌីណាអ្នកសុំមិញច្បាប់បានកំណត់ជាគោលការណ៍សន្មតថារបងនៅត្រង់ព្រំប្រទល់ដីវាគឺជាកម្មសិទ្ធិរួមរបស់ម្ចាស់ដីទាំងសងខាងដែលតាមភាសាច្បាប់គេហៅថាជារបងអត្តសិទ្ធិហើយក្នុងករណីហ្នឹងម្ចាស់ដីទាំងសងខាងគឺជាអ្នកត្រូវទទួលបន្ទុកស្មើគ្នាដើម្បីចំណាយក្នុងការសាងសង់ក្នុងការជួសជុលនិងថែទាំរបងនឹងរួមគ្នាហើយអាចប្រើប្រាស់ចាត់ចែងរួមគ្នាក៏ប៉ុន្តែបើសិនជាម្ចាស់ដីម្ខាងគាត់មិនចង់រ៉ាប់រងការចំណាយនឹងទេគាត់អាចធ្វើបានក៏ប៉ុន្តែគាត់ត្រូវបោះបង់អត្តសិទ្ធិរបស់ខ្លួនមានន័យថាម្ចាស់ដីម្ខាងទៀតដែលជាអ្នកទទួលបន្ទុករ៉ាប់រងតែម្នាក់ឯងចំណាយលើការសាងសង់ជួសជុលនិងថែទាំរបងហ្នឹងគាត់គឺជាម្ចាស់កម្មសិទ្ធិដែលផ្ដាច់មកលើរបងហ្នឹងហើយគាត់អាចប្រើប្រាស់គាត់អាចកែប្រែឬក៏រុះរើរបងហ្នឹងបានដោយមិនចាំបាច់មានការឯកភាពពីម្ចាស់ដីម្ខាងទៀតទេចាក៏ប៉ុន្តែនៅក្នុងករណីហ្នឹងតើម្ចាស់ដីម្ខាងអាចជំទាស់មិនឲ្យម្ចាស់ដីម្ខាងទៀតនោះសង់របងនៅលើព្រំដីបានដែរឬទេបាទបើសិនជារបងហ្នឹងសង់មកនៅត្រឹមតែពីលើព្រំប្រទល់ដីហើយមិនសង់លយចូលមកក្នុងដីរបស់គាត់ទេអ្នកចិត្តខាងហ្នឹងមិនអាចជំទាស់នឹងការសាងសង់នឹងបានទេមិនត្រឹមតែប៉ុណ្្នឹងទេបើសិនជានៅក្នុងការសាងសង់ការថែទាំឬក៏ការជួសជុលរបងហ្នឹងម្ចាស់របងក៏ត្រូវការឆ្លងចូលទៅដីម្ខាងទៀតដើម្បីធ្វើការងារទាំងអស់ហ្នឹងក្នុងក្រមរដ្ឋប្រវេណីត្រង់មាត្រា143បានចែងផ្ដល់សិទ្ធិឲ្យគាត់អាចទាមទារប្រើដីអ្នកជិតខាងរបស់គាត់នៅបាននៅក្នុងទំហំមួយដែលចាំបាច់គ្រាន់តែថាបើសិនជានៅក្នុងការធ្វើការងារទាំងអស់ហ្នឹងវានាំឲ្យមានការខូចខាតអ្វីមួយដូចជាបាក់ដីខូងដីបាក់ដើមឈើឬក៏ខូចខាតដំណាំរបស់ម្ចាស់ដីជិតខាងម្ចាស់របងគាត់ត្រូវសងសំណងខូចខាតទៅម្ចាស់ដីជិតខាងហ្នឹងចុះក្នុងករណីដែលរបងសង់រួចរាល់អស់ហើយតើម្ចាស់ដីជិតខាងដែលមិនបានសហការសង់អាចទាមទារដាក់របងនេះជាកម្មសិទ្ធិរួមវិញបានដែរឬទេមិនបានទេត្រង់កន្លែងហ្នឹងក្រមរដ្ឋប្រវេណីមានរបស់ថ្មីហ្នឹងដែលក្នុងមាត្រា225បានកំណត់ថាម្ចាស់អចលនវត្ថុនៅជាប់នឹងរបងដែលមិនមែនជាវត្ថុអត្តសិទ្ធិគឺគាត់មិនអាចទាមទារឲ្យដាក់របងនោះទៅជាវត្ថុអត្តសិទ្ធិបានទេមិនន័យថាមិនអាចដាក់វាទៅជាកម្មសិទ្ធិរួមវិញបានទេវាខុសពីករណីជាជញ្ជាំងបើសិនវាជាជញ្ជាំងគឺគេអាចទាមទារដាក់ជាវត្ថុអត្តសិទ្ធិបានឧទាហរណ៍ដូចជាក្នុងករណីចិញ្ចាំងផ្ទះល្វែងថាឧទាហរណ៍តាមម្ចាស់ដីម្ខាងគាត់សង់ផ្ទះរបស់គាត់រួចហើយចិញ្ចាំងផ្ទះហ្នឹងគឺសង់នៅជាប់នឹងព្រំប្រទល់ដីហើយក្រោយមកទៀតម្ចាស់ដីម្ខាងទៀតគាត់ចង់សង់ផ្ទះរបស់គាត់មួយដែរដោយចង់យកចិញ្ចាំងផ្ទះនៅជិតខាងរបស់គាត់មកធ្វើជាចិញ្ចាំងរួមមានន័យថាវាជាចិញ្ចាំងអត្តសិទ្ធិក្នុងករណីហ្នឹងគាត់អាចទាមទារបានតាមមាត្រា220នៃក្រមរដ្ឋប្រវេណីគាត់អាចទាមទារយកចិញ្ចាំងហ្នឹងមកជាដាក់ជាចិញ្ចាំងធ្វើផ្ទះរួមគ្នាបានក៏ប៉ុន្តែគាត់ត្រូវបង់ទៅឲ្យម្ចាស់ចិញ្ចាំងហ្នឹងនៅចំណែកពាក់កណ្ដាលនៃថ្លៃចិញ្ចាំងបូកជាមួយនឹងពាក់កណ្ដាលនៃថ្លៃដីដែលនៅពីក្រោមចិញ្ចាំងហ្នឹងឥឡូវយើងងាកមកនិយាយអំពីដើមឈើដែលដាំនៅក្បែរព្រំដីវិញដើមឈើដែលដាំនៅក្នុងដីម្ខាងហើយមែកឬក៏ឫសឈើនោះឆ្លងទៅដីម្ខាងទៀតតើម្ចាស់ដីនោះមានសិទ្ធិកាប់មែកឬក៏ឫសឈើដែលឆ្លងទៅលើនោះបានដែរឬទេក្នុងករណីនេះតាមមាត្រា142នៃក្រមរដ្ឋប្រវេណីខ្មែរម្ចាស់ដីជិតខាងគាត់មានសិទ្ធិពីរគឺគាត់អាចទីមួយគាត់អាចយកផលពីមែកឈើឬក៏ឫសឈើនោះក៏បានដូចជាអាចបេះផ្លែឈើពីមែកឈើដែលលយចូលឆ្លងចូលទៅដីគាត់នោះក៏បានហើយគាត់អាចកាប់មែកឈើឬក៏កាប់ឫសឈើនោះដែលលយចូលទៅនោះចោលក៏បានដែរនេះសិទ្ធិគាត់មានពីរហ្នឹងម្យ៉ាងទៀតបើសិនជាដើមឈើដែលដាំនៅក្បែរនោះក្បែរព្រំដីនោះវាក្បែរពេកដើមមិនគោរពតាមចម្ងាយដែលកំណត់ដោយច្បាប់ម្ចាស់ដីជិតខាងដែលនៅម្ខាងទៀតនោះគាត់អាចទាមទារឲ្យម្ចាស់ដើមឈើហ្នឹងកាប់ដើមឈើហ្នឹងចោលវិញបានហើយចម្ងាយដើមឈើពីព្រំប្រទល់ដីដែលបានកំណត់នៅក្នុងមាត្រា154នៃក្រមរដ្ឋប្រវេណីគឺថាយ៉ាងតិចត្រូវដាំ2ម៉ែត្រពីព្រំប្រទល់ដីបើសិនជាដើមឈើនោះមានកម្ពស់លើសពី2ម៉ែត្រហើយកន្លែងនោះត្រូវបញ្ជាក់ថាឲ្យតែដើមឈើនោះកម្ពស់លើសពី2ម៉ែត្រទៅហើយដាំតិចជាង2ម៉ែត្រពីព្រំប្រទល់ដីមានតែតិចជាងចម្ងាយដែលកំណត់ដោយច្បាប់ទោះបីជាដាំទៅដើមឈើនោះមិនមានមែកឈើឬក៏ឫសឈើលយចូលទៅដីអ្នកជិតខាងក៏ដោយក៏ម្ចាស់ដីជិតខាងហ្នឹងអាចទាមទារឲ្យម្ចាស់ដើមឈើហ្នឹងកាប់ដើមឈើហ្នឹងចោលវិញបានដែរចាចោះចំពោះម្ចាស់ដីដែលចង់ដាំដើមឈើនៅពីលើព្រំប្រទល់ដីដើម្បីធ្វើជារបងតែម្ដងតើគេអាចធ្វើទៅបានដែរឬទេបាទក្នុងករណីហ្នឹងគាត់អាចធ្វើបានឲ្យតែដើមឈើនោះមានកម្ពស់មិនលើសពី2ម៉ែត្រពីព្រោះគេច្បាប់កំណត់ពីចម្ងាយអតិបរមាតែចំពោះដើមឈើដែលមានកម្ពស់លើសពី2ម៉ែត្រទេបើសិនជាតិចជាង2ម៉ែត្រគឺគាត់អាចដាំចម្ងាយតិចជាង2ម៉ែត្រឬក៏ដាំនៅចំពីលើព្រំប្រទល់ហ្នឹងតែម្ដងឬមួយក៏សិនក្នុងករណីដែលដើមឈើនោះមានកម្ពស់លើសពី2ម៉ែត្រក៏ប៉ុន្តែម្ចាស់ដីទាំងសងខាងគាត់សុខចិត្តសុខកាយព្រមព្រៀងគ្នាថាឲ្យដាំធ្វើជារបងគឺ
គាត់អាចដាំបានទោះបីជាលើសកម្ពស់លើពី2ម៉ែត្រក៏ដោយឲ្យតែសុខចិត្តព្រមព្រៀងគ្នាត្រង់កន្លែងហ្នឹងបញ្ជាក់ថាតាំងពីដើមអ្វីដែលយើងនិយាយគ្នាតាំងពីដើមមកហ្នឹងគឺវាស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់រដ្ឋប្រវេណីមិនមែនជាច្បាប់ព្រំប្រទានទេហើយគោលដៅនៃច្បាប់រដ្ឋប្រវេណីមិនមែនដើម្បីចែងជាបំរាមដាច់ខាតទេគឺចែងដើម្បីបង្ការនិងដោះស្រាយវិវាទបើមិនជាអត់មានវិវាទទេម្ចាស់ដីទាំងពីរទាំងសងខាងរស់នៅសុខស្រួលជាមួយគ្នាធ្វើអ្វីដែលមានការព្រមព្រៀងគ្នាអត់មានអ្នកណាមកចាប់បង្ខំថាត្រូវតែធ្វើតាមអ្វីដែលមានចែងនៅក្នុងរដ្ឋប្រវេណីដែរគឺគាត់អាចធ្វើទៅតាមការព្រមព្រៀងគ្នាបានគ្រាន់តែថានៅពេលណាកាលណាមានវិបត្តិនឹងមានវិវាទនឹងគ្នាมันអាចស្រោះស្រួលគ្នាទេគឺប្រកាសជាគេត្រូវយកច្បាប់រដ្ឋប្រវេណីនេះមកធ្វើជាគោលក្នុងការដោះស្រាយហើយចាស់ឥឡូវយើងងាកមកនិយាយអំពីករណីដីបិទជិតអត់មានច្រកចេញចូលទៅផ្លូវសាធារណៈតើម្ចាស់ដីបិទជិតមានសិទ្ធិទាមទារឲ្យម្ចាស់ដីដែលនៅជុំវិញបើកច្រកចេញចូលទៅផ្លូវសាធារណៈដែរឬទេអាសឹងមិនដីបិទជិតបើទោះបីជាថាដីនោះជាដីភូមិសម្រាប់រស់នៅក៏ដោយជាដីសម្រាប់ប្រកបរបរកសិកម្មឬក៏ឧស្សាហកម្មក៏ដោយបើសិនជាមិនមានច្រកចេញចូលទៅផ្លូវសាធារណៈទេឬក៏មានដែរក៏ប៉ុន្តែច្រកចេញចូលនៅវាទូចង្អៀតពេកឬក៏វាមានឧបសគ្គដែលมันអាចចេញចូលដើម្បីប្រើប្រាស់ដីនោះសម្រាប់រស់នៅឬក៏សម្រាប់ប្រកបរបរកសិកម្មឧស្សាហកម្មទេម្ចាស់ដីដែលបិទជិតនោះគាត់មានសិទ្ធិទាមទារឲ្យបើកច្រកចេញចូលឆ្លងកាត់ដីជិតខាងនឹងបានក៏ប៉ុន្តែគាត់ត្រូវបង់ប្រាក់សំណងទៅតាមការខូចខាតដោយសារការឆ្លងកាត់នឹងត្រង់កន្លែងនេះគឺមានចែងក្នុងមាត្រា144នៃក្រមរដ្ឋប្រវេណីហើយការបើកច្រកចេញចូលនោះគឺត្រូវគោរពតាមគោលការណ៍2ទី1គឺថាត្រូវបើកទៅតាមទិសណាដែលមានចម្ងាយជិតបំផុតពីដីបិទជិតទៅផ្លូវសាធារណៈមិនមែនចិត្តតែថាចង់ទៅតាមផ្លូវណាក៏បានទេហើយគោលការណ៍ទី2គឺច្រកចេញចូលហ្នឹងត្រូវធ្វើនៅកន្លែងណាដែលបង្កការខូចខាតតិចបំផុតដល់ម្ចាស់ដីជិតខាងដែលត្រូវឆ្លងកាត់មានន័យថានៅពេលដែលរៀបចំបើកច្រកផ្លូវចេញចូលគេត្រូវមើលទី1ថាតើបើកទៅទិសខាងណាដែលមើលទៅវាមានចម្ងាយជិតជាងគេពីផ្លូវសាធារណៈក៏ប៉ុន្តែបើសិនជាមើលទៅតាមផ្លូវដែលជិតហ្នឹងវាមានបង្កឲ្យមានការខូចខាតច្រើនដល់ម្ចាស់ដីដែលត្រូវឆ្លងកាត់អញ្ចឹងគេត្រូវរកច្រកណាមួយផ្សេងទៀតដែលអាចមានចម្ងាយឆ្ងាយជាងមិនក៏ប៉ុន្តែវាបង្កការខូចខាតតិចតួចទៅដល់ម្ចាស់ដីដែលត្រូវឆ្លងកាត់ចោះចំពោះដីលើនិងដីក្រោមវិញម្ដងតើម្ចាស់ដីលើមានសិទ្ធិធ្វើទំនប់ទប់ទឹកមិនឲ្យហូរទៅដីក្រោមបានដែរឬយ៉ាងណាម្ចាស់ដីដែលនៅជាប់នឹងផ្លូវទឹកហូរដែលនៅដីលើគឺគាត់មិនអាចធ្វើទំនប់ទឹកដើម្បីទុកទឹកនឹងប្រើតែឯងមិនឲ្យអ្នកខាងក្រោមប្រើបានទេគឺគាត់មានករណីទុកទឹកនឹងឲ្យហូរទៅដីអ្នកជិតខាងដែលនៅខាងក្រោមទៅតាមតម្រូវការសម្រាប់ប្រកបរបរកសិកម្មឬប្រកបរបរផ្សេងទៀតហើយម្ចាស់ដីក្រោមដែលនៅជាប់ហ្នឹងក៏គាត់ត្រូវមានករណីកិច្ចដូចគ្នាអញ្ចឹងដែរចំពោះម្ចាស់ដីដែលក្រោមបន្តទៅទៀតករណីមួយទៀតគឺក្នុងករណីរឿងដីលើដីក្រោមនោះឧទាហរណ៍ថានៅខាងលើវាមានប្រភពទឹកមួយដែលជាប្រភពទឹកពីធម្មជាតិឧទាហរណ៍ថាជាបឹងធម្មជាតិមួយចឹងហើយម្ចាស់ដីនៅខាងក្រោមគាត់ត្រូវការទឹកដើម្បីធ្វើស្រែឬក៏ធ្វើចម្ការក៏ប៉ុន្តែអត់មានបន្លាយឬផ្លូវទឹកណាមួយនាំទឹកពីបឹងហ្នឹងមកដីគាត់ទេហើយនៅពេលលើដីគាត់ហ្នឹងចន្លោះពីដីគាត់នឹងបឹងគឺសុទ្ធតែជាដីរបស់ម្ចាស់ផ្សេងក្នុងករណីហ្នឹងម្ចាស់ដីក្រោមហ្នឹងគាត់អាចទាមទារសុំធ្វើបន្លាយឬក៏ធ្វើផ្លូវទឹកផ្សេងទៀតឆ្លងកាត់ដីខាងលើហ្នឹងបានដើម្បីយកទឹកពីបឹងមកប្រើប្រាស់គ្រាន់តែថាគាត់ត្រូវបង់ប្រាក់សំណងខូចខាតដល់ម្ចាស់ដីលើដែលផ្លូវទឹកហ្នឹងត្រូវឆ្លងកាត់ចុងក្រោយមួយទៀតខ្ញុំចង់និយាយទៅពេលនេះយើងនិយាយតែពីរឿងករណីកិច្ចរបស់ម្ចាស់ដីលើហើយនឹងពីម្ចាស់ករណីកិច្ចម្ចាស់ដីលើចំពោះម្ចាស់ដីក្រោមគឺនិយាយពីរឿងដីក្រោមត្រូវការទឹកដែលហូរកាត់តាមដីលើក៏ប៉ុន្តែបើយើងនិយាយពីករណីទឹកច្រើនហួសពីតម្រូវការវិញម្ដងតាមច្បាប់ម្ចាស់ដីក្រោមក៏ត្រូវមានករណីកិច្ចទទួលទឹកដែលហូរតាមធម្មជាតិពីដីលើមកដោយគាត់មិនអាចធ្វើទំនប់ឬក៏លើកភ្លឺដើម្បីទប់ទឹកមិនឲ្យហូរដែលបង្កឲ្យទៅជាជន់លិចដីខាងលើគាត់បានដែរហើយម្ចាស់ដីខាងលើវិញក៏គាត់មិនអាចថាគាត់ជីកបន្លាយកាយបន្ថែមដើម្បីធ្វើអីផ្សេងទៀតដែលហួសពីលក្ខណៈធម្មជាតិដើម្បីរំដោះទឹកចេញពីដីគាត់ឲ្យហូរទៅជន់លិចដីនៅខាងក្រោមហ្នឹងក៏មិនបានដែរ